សូមស្វាគមន៍មកកាន់មូលដ្ឋាននៃការបណ្ដុះបណ្ដាលក្នុងការប្រើប្រាស់កម្មវិធី Zoom លើកដំបូងចំណុចទី1យើងត្រូវទាញយកឬមួយក៏ download កម្មវិធី Zoom app មកដាក់នៅលើអេក្រង់របស់អ្នកសិនសម្រាប់ទូរស័ព្ទ iPhone យើងអាចចូលទៅកាន់ App Store ដើម្បីទាញយកកម្មវិធី Zoom នេះបានយើងអាចវាយពាក្យ Zoom Workplace ដើម្បីស្វែងរកបន្ទាប់ពីបានកម្មវិធី Zoom មកលើអេក្រង់ហើយយើងអាចចុចពីលើវាដើម្បីដាក់លេខប្រជុំយើងត្រូវចុចពីលើពាក្យ Join Meeting ដើម្បីដាក់លេខប្រជុំពណ៌ខៀវនេះឥឡូវយើងអាចដាក់លេខប្រជុំឬមួយក៏ Meeting ID បានលេខប្រជុំឬ Meeting ID គឺ562 433 24 9គុតបន្ទាប់ពីចុចលេខប្រជុំហើយអ្នកទាំងអស់គ្នាត្រូវចុចពីលើពាក្យ Join ពណ៌ខៀវនេះមួយសារទៀតដើម្បីចូលរួមនៅក្នុងការប្រជុំចំពោះចំណុចនេះបន្ទាប់ពីយើងនឹងឃើញសញ្ញាដូចនៅខាងក្រោមនេះគឺយើងតម្រូវឲ្យចុចពីលើពាក្យ allow ឬមួយក៏ពាក្យ OK សម្រាប់ notification ឬមួយក៏ភាសាខ្មែរគេហៅថាការជូនដំណឹងហើយបន្ទាប់មួយទៀតវានឹង load មួយទៀតចំពោះចំណុចនេះគឺយើងតម្រូវឲ្យចុចពីលើពាក្យ allow ឬមួយក៏ OK ម្ដងទៀតបន្ទាប់មកចំពោះចំណុចនេះបន្ទាប់ពីយើងនឹងឃើញពាក្យដូចខាងក្រោមនេះយើងត្រូវចុចពាក្យពីលើពាក្យ Wi-Fi ឬមួយក៏ cellular data ដើម្បីចូលដំណើរការក្នុងការប្រើប្រាស់ប្រព័ន្ធសំឡេងបន្ទាប់មកទៀតវានឹងលោតចេញដូចអញ្ចេះចំពោះចំណុចនេះគឺយើងត្រូវតម្រូវឲ្យចុចពីលើពាក្យ allow ឬមួយក៏ OK ដែរសម្រាប់ access ទៅលើ microphone ណាអញ្ចឹងបានន័យថាសម្រាប់សញ្ញាការអនុញ្ញាតឲ្យប្រើប្រាស់ប្រព័ន្ធសំឡេងឥឡូវអ្នកទាំងអស់គ្នាអាចចូលទៅក្នុងថ្នាក់បានហើយអញ្ចឹងអ្នកទាំងអស់គ្នាឃើញអេក្រង់ចេះអញ្ចឹងបានន័យថាមានរូបភាពអ្នកទាំងអស់គ្នាក៏ដូចមានកូនសិស្សផ្សេងទៀតនឹងឃើញអេក្រង់ដូចអញ្ចេះអញ្ចឹងហើយសូមបញ្ជាក់បន្តិចទាក់ទងជាមួយនឹងការបិទសំឡេងបើកសំឡេងឬមួយក៏បិទវីដេអូបើកវីដេអូអញ្ចឹងអ្នកទាំងអស់គ្នាឃើញអេក្រង់ទី1គឺខ្ញុំចង់និយាយថាបើសិនជាអ្នកទាំងអស់គ្នាឃើញវាបង្ហាញអញ្ចឹងបានន័យថាវាកំពុងតែបើកទាំងសំឡេងបើកទាំងកាមេរ៉ាអញ្ចឹងរូបភាពទី2គឺអ្នកទាំងគ្នាឃើញខ្វែងពណ៌ក្រហមអញ្ចឹងមានន័យថាយើងបិទកាមេរ៉ាហើយនឹងយើងបើកសំឡេងមកវិញអញ្ចឹងបើសិនអ្នកទាំងគ្នាចង់បិទបើកគឺអ្នកទាំងគ្នាគ្រាន់តែចុចពីលើនឹងទៅវាបិទហើយនឹងបើកមកវិញហើយចាមួយនេះបើសិនអ្នកទាំងគ្នាឃើញអេក្រង់ល្ងិតអញ្ចឹងអ្នកទាំងគ្នាចុចពីលើ screenទូរស័ព្ទឬមួយក៏ iPad អ្នកទាំងគ្នាបន្តិចមកវាលោតឡើងដូចអញ្ចេះមកវិញហើយអូខេនេះជាចំណុចចុងក្រោយបើសិនជាយើងចង់បិទឬមួយក៏ចាក់ចេញពីថ្នាក់រៀនឬមួយការប្រជុំ Zoom នេះអញ្ចឹងអ្នកទាំងគ្នាពីលើអេក្រង់យើងហ្នឹងឃើញមានពាក្យសញ្ញាក្រហមមួយដែលគេហៅថា leave spell L E A V E ចាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចុចពីលើពណ៌ក្រហមហ្នឹងពាក្យ leave ហ្នឹងហើយពេលយើងចុចហើយវានឹងលោតឡើងភាសាទៀតចាអញ្ចឹងអ្នកទាំងអស់គ្នាទៅចុច2ដងទៅចុចពីលើកទី2អ្នកទាំងអស់គ្នានឹងអាចចាក់ចេញបានហើយចាអរគុណ